បាទទាំងសេតនៃការប្រកួតរបស់អ្នកទាំងពីរបាទគឺយើងបានជម្រាបជូនឲ្យតាមរយៈលោកងួនហ្វីបាទក៏ដូចជាការម៉ាឌ្រីតអ្នកប្រយុទ្ធគុនខ្មែរគូអន្តរជាតិកម្ពុជាថៃនៅទឹកទី1 round 1បាទទស្សនាការប្រកួតបាទគូពិសេសទី3ដែលជាការប៉ះគ្នារវាងកីឡាករគុនខ្មែរបាទនិងកីឡាករថៃបាទទឹកទី1បាទសូនវាសនាបាទកីឡាករកម្ពុជាបង្គោលក្រហមហើយនិងកីឡាករខំភីសិទ្ធិគុណបាទការប្រកួតមានចំនួន5ទឹកបាទខុសពីគូទី1គូទី2បាទដូច្នេះទឹកទី1បាទមើលទៅគឺអ្នកទាំងពីរប្រហែលជាចំណាយពេលវេលានេះបាទក្នុងការដកស្រង់បទពិសោធន៍រវាងគ្នាទៅវិញទៅមកបាទទាត់ចលោឆ្វេងដោយកីឡាករបង្គោលក្រហមសូត្រវាសនាបាទខំភីធាក់ស្ដាំសងវិញបាទខំភីនេះប្រហែលជាប្រែថាគម្ពីរបាទគម្ពីរបាទស្ដាំម្ដាយបាទចលោគ្នាចោះឡើងបាទញោចឆ្វេងបាទញោចឆ្វេងដើរស្ដាំបាទពីកីឡាករបង្គោលក្រហមបាទសូត្រវាសនាបាទខំភីបាទវាយឆ្វេងម្ដាយសងទៅវិញបាទទាត់ស្ដាំចលោក្រោមបាទចលោចោះឡើងវាយឆ្វេងម្ដាយបាទស្ដាំម្ដាយទៀតបាទទាត់ស្ដាំបជើងពីសូត្រវាសនាបាទចលោចោះចលោឡើងគឺបលែងបាទទងន់ជើងបាទនេះមួយជើងទៀតបាទមួយជើងស្ដាំរបស់សូត្រវាសនាទៀតបាទទៅលើកីឡាករថៃបាទកីឡាករថៃកើតនៅខេត្តសុរិន្ទបាទចាំបាច់ចេះនិយាយខ្មែរខ្លះបាទចាប់ជើងជាប់ទាញមកវាយឆ្វេងម្ដាយបាទមកបងប្អូនគាត់ប្រុសបាទសិនតែអ្នកបដាលរបស់បាទសូត្រវាសនាអូហូបាទធាក់មកជើងស្ដាំបាទចូលមុខខំភីបាទធ្វើមាត់ជីបអូចគិតក្នុងចិត្តថាអត់ឈឺប៉ុណ្ណឹងបាទធាក់ស្ដាំមកជើងបាទចាប់ជើងបានវាយស្ដាំថែមឆ្វេងវាយស្ដាំថែមទៀតអុកចង្គង់ស្ដាំមួយអូយដួលខ្លួនឯងអស់ជំហរអត់អីងើបឡើងវិញបន្តការប្រកួតទៀតបាទបាទបិទធំមន់តមមែនតើធាក់មកជើងស្ដាំពីខំភីបាទសូត្រវាសនាសម្លឹងមើលមុខមើលលើមើលក្រោមធាក់ឆ្វេងទាត់ស្ដាំថើបាទជួនកាលថើអញ្ចឹងបាទដល់ពេលដែលគូប្រកួតរបស់ខ្លួននឹងភ្លេចខ្លួនមកគឺគេប្រឡែងអាទម្ងន់ជើងទម្ងន់ដៃទៅក៏ថាបានដែរបាទដូចជាមុននេះបន្តិចបាទអុកចង្គង់ស្ដាំវាយស្ដាំដៃវាយស្ដាំពីរដៃណាឃើញទេបាទថាកុំឲ្យភ្លេចខ្លួនបាទដូច្នេះគឺត្រូវប្រុងប្រៀបចំណិចបាទឃុំជាប់មកពីកីឡាករថៃចាប់ទឹកទី1ម៉ាឌ្រីតអ្នកប្រយុទ្ធគុនខ្មែរគូអន្តរជាតិកម្ពុជាថៃទឹកទី2 round 2បាទទស្សនាការប្រកួតជាបន្តទៀតបាទគូផ្សេងទី3បាទដែលជាការប៉ះគ្នារវាងកីឡាករកម្ពុជាហើយនិងថៃចូលដល់ទឹកទី2សូត្រវិស្នាបាទកីឡាករបង្គោលក្រហមបាទកីឡាកររបស់កម្ពុជាបាទកីឡាករថៃបាទខំភីសិទ្ធិគុណបាទបង្គោលខៀវបាទធាក់បានមកជើងស្ដាំបាទមុននេះបន្តិចបាទទាត់មកជើងឆ្វេងមកវាសនារងជាប់ទាត់ស្ដាំខាងក្រោមធាក់ស្ដាំទាត់ខុសបាទប្រកួតបន្តទៀតបាទដៃនេះចូលឡើងទាត់មកជើងស្ដាំបាទរងជាប់វិញបាទទាត់ឆ្វេងរងជាប់ទៀតបាទព្យាយាមដើរចូលពីសូត្រវាសនាបាទទាត់ស្ដាំរងជាប់វិញពីកីឡាករថៃខំភីយកយល់តាមច្រវាក់ភ្លេងបាទឆ្វេងម្ដាយពីសូត្រវាសនាធាក់ស្ដាំសងវិញពីកីឡាករថៃធាក់ឆ្វេងថែមទៀតពីវាសនាបាទវាយស្ដាំម្ដាយពីខំភីបាទសូត្រវាសនាបាទមានឲ្យទឹកគឺជាបងប្រុសការរបស់ខ្លួនបាទគឺកីឡាករសូត្របំភីបាទទាត់មកជើងស្ដាំបាទលើកមុនច្រឡំបងប្រុសគាត់ហ្នឹងឲ្យឈ្មោះពុករបស់គាត់គឺប៊ុនសូនបាទតែបងប្រុសគាត់គឺប៊ុនពីបាទសូនប៊ុនសូនគឺជាពុករបស់គាត់បាទគឺជាម្ចាស់ក្លឹបបាទព្យាយាមអូសជើងដើរចូលបាទពីវាសនា
បាទទាត់មកជើងឆ្វេងពីខំភីវាស្នាដើរចូលវាយឆ្វេងថែមស្ដាំថែមម្ដាយទៀតទាត់ស្ដាំកិច្ចផុតវាយឆ្វេងវិញបាទទាត់តែកិច្ចលឿនបាទបើកិច្ចមិនលឿនទេគឺត្រូវរបស់កីឡាករថៃដែរបាទព្យាយាមដើរចូលពីសុនស្នាទាត់មកជើងស្ដាំទាត់ឆ្វេងសងវិញបាទដើរចូលទៀតដាក់ជើងចុកវាយស្ដាំម្ដាយអត់អីបាទបាក់ដៃចុះឡើងដើរចូលទៀតទាត់ឆ្វេងមកជើងហើយក៏ទាត់ឆ្វេងសងវិញវាយឆ្វេងតាមស្ដាំពីសុនស្នាគាត់អត់ពុំថែមទៅពី3ដៃទៀតណាបាទវាយត្រូវ2ដៃចឹងទៅប្រកចូលទៀតទៅបាទវាយស្ដាំសើយធាក់ឆ្វេងមកជើងចូលមុខល្អមែនតើបាទកម្មភីកំពុងរិះគិតបាទចលោមដល់រិះគិតម្ដងបងឯងកន្លែងណាឲ្យចូលដាក់ទៅមកឯងស្ដុកដួលម្ដងតែមិនអាចទេមើលទៅបាទពីព្រោះវាស្នាគេត្រៀមខ្លួនមកបានល្អវាយឆ្វេងថែមស្ដាំចូលចាប់គ្រៀបចាប់កាច់ចុកគុំស្ដាំចូលចំជំនីជង្គង់ស្វេងអុកសងបាទកែងរស់បាទកែងអុកថែមទៀតពីកីឡាករថៃកម្មភីលោកឡុងសាលីនបាទចូលទៅចាប់ញែកក្នុងពីកិច្ចគ្នាព្រោះដៃសញ្ញាបញ្ជាពីប្រគួតបន្តទៀតវាស្នាដល់ចូលធាក់មកជើងស្ដាំបុយក ុសល 1 2 មួយជើងស្ដាំនេះបាទធាក់ចំមុខម្ដង 6 7 8 ទៅមិនរួចទេបាទទៅមិនរួចទេបាទត្រឹមទឹកទី2សូមស្នាបាទធាក់កីឡាករថៃបាទឲ្យរបួសបាក់ទុំច្រមុះតែម្ដងអូហូយបាទឈាមបាទហូរមកច្រើនមែនតើបាទអបាច់មិញបាទមានរូបភាពយឺតបញ្ជាក់ជូនបាទទៅមើលរូបភាពយឺតភាសាទៀតបាទនេះរូបភាពអូយបាទមកជើងបាទធាក់នេះបាទគឺកែងជើងចំច្រមុះតែម្ដងបាទនេះបង្គោលក្រហមកីឡាករសូត្រវាសនាឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវបោះបង់ការប្រកួតនៅក្នុងទឹកទី2បាទអបអរសាទរបាទដល់កីឡាករកូនខ្មែរបាទសូត្រវាសនាបាទសូមសភាចំណាប់អារម្មណ៍ពីម៉ាត់មកវាសនាក្រោយទៅពីប្រកួតគ្នាជាមួយខំភីហើយបាទយល់យ៉ាងម៉េចដែរមើលតែគាត់ល្អបងបាទខ្ញុំស្លាប់មើលគាត់ហើយគាត់ស្វិតបាទមិញគាត់ចូលដៃខ្ញុំដែរតែគាត់អត់អីបងទឹកមួយមិនដែរទឹកមួយរៀងកប៉ិតគាត់វាយយើងឯងគាត់ចាំមើលយើងបាទគាត់ដឹងយើងល្អអីលើគាត់ដឹងគាត់ចាំយើងឯងបងអញ្ចឹងមានន័យថាទឹកមួយយើងមើលគាត់មើលយើងដែរបាទមុនការប្រកួតចុះមកដល់បានឮវាសនានិយាយថាការប្រកួតនេះនឹងមិនចប់ទឹកទេយើងគិតបែបណាដែរបើយើងហ៊ាននិយាយថាការប្រកួតនេះនឹងមិនចប់ទឹកព្រោះតាមមើលទៅបើស្លាប់ខ្ញុំក៏ស្លាប់គេដែរបងព្រោះមើលទៅគាត់ល្អពីប្រកួតចុងក្រោយបើយើងបដូរដៃគូតស៊ូឲ្យស្លាប់ប្រកួតមុនគឺទឹក4ប្រកួតនេះទឹក1ទឹក2ប្រកួតក្រោយយើងអាចនឹងបដូរដៃគូតស៊ូឲ្យស្លាប់ទៀតឬក៏យើងគិតថាអាចស្ទាបស្ទង់សិនអាចស្ទាបស្ទង់សិនបងព្រោះបើចិត្តយើងបើចិត្តខ្ញុំចង់ផ្ដាច់តែតាំងរសាក់គឺក្បាច់គឺយើងស្ទាបស្ទង់គេទៅវិញមកថៃគេនៅថៃវាយផ្សេងខ្ញុំខ្មែរវាយផ្សេងការវឹកហាត់បច្ចុប្បន្នមិនដែរសម្រាប់វាសនាផ្ទាល់រៀនហាត់ហត់ទៅបងតែសប្តាហ៍នេះអត់សូវបានហាត់រៀងញ័របងបាទទឹក2យើងមើលឃើញគាត់ច្រឡោះប្រហោកន្លែងណាបាទយើងគិតថាប្រើការធាក់យកឈ្នះគាត់ខ្លាចដៃខ្ញុំគាត់ចឹងគាត់ឈ្ងោកមកក្រោមគាត់ឈ្ងោកមកក្រោមហ្នឹងអញ្ចឹងមានន័យថាយើងតាមដានគ្រប់ចង្វាក់វាយរបស់គាត់ដូចគ្នាបាទអូខេចុងក្រោយមានអីអរគុណដល់ពុកម៉ែបងប្អូនអត់សូមអរគុណពុកម៉ែបងប្អូននៅទីនេះទាំងអស់ហើយនឹងទៅតាមទូរទស្សន៍សូមឲ្យអរគុណបងប្អូនដែលជួយគ្រប់គ្រងខ្ញុំតាមដានខ្ញុំមានតែពាក្យថាអរគុណទេបងបាទដោយសារតាមរយៈចុងក្រោយពុកម៉ែបងប្អូនគឺគាត់ចូលចិត្តការប្រកួតរបស់វាសនាខតពីមួយឆ្នាំ2ឆ្នាំមុនគឺបច្ចុប្បន្នគឺវាសនាប្រកួតដោយភាពស្វាហាប់ភាពវៃឆ្លាត
មើងម៉ាត់ជាងមុន បាទ បាទអូខេអរគុណវាសនាអរគុណសម្រាប់ការប្រកួត